ជាតិមុនអ្នកប្រុសលោកស្រីបានធ្វើស៊ុបពពៅពិសេសសម្រាប់អ្នកគាត់ចាំអ្នកត្រឡប់មកវិញយប់ជ្រៅហើយមិនដឹងថាគាត់កម្ដៅវាប៉ុន្មានឲ្យខ្ញុំជួយដាស់លោកស្រីអូមិនបាច់ទេអ្នកទៅសម្រាកចុះចាសោះប្តីសម្លាញ់បងពិតជាសមនឹងសម្លៀកបំពាក់ណាស់មិនថាពងស្លៀកអ្វីក៏មើលទៅស្អាតដែរមើលទៅអូនត្រូវទិញឲ្យបង2-3ឈុតទៀតលើកក្រោយទិញខោអាវមិនបាច់រើសឲ្យបងទេរើសតែរបស់ដែលអូនចូលចិត្តទៅបានមិនអីទេអូននៅផ្ទះរាល់ថ្ងៃមិនត្រូវការខោអាវម្យ៉ាងទៀតបើបងសង្ហាអូនក៏លេខាខេសឯកនេះជូនលោកស្រីទៅទិញខោអាវផងប្តីសម្លាញ់ថ្ងៃនេះជាលើកដំបូងដែលបងទៅក្រុមហ៊ុនរាល់ពេលដែលមានឱកាសសំខាន់បែបនេះអូនតែងតែញ៉ាំស្ករគ្រាប់មួយដើម្បីឲ្យពេលដែលបងញ៉ាំរសជាតិដែលនេះបងនឹងនឹកឃើញភាពគ្រាដ៏ស្រស់បំព្រងបែបនេះនឹងអាចកើតឡើងម្ដងហើយបងពិតជាស្រឡាញ់ប៉ុន្តែមនុស្សដែលបងស្រឡាញ់កាលពីជាតិមុនគឺបេមុនពេលស្គាល់អូនបងពិតជាមិនយល់ថាអ្វីទៅជាបងបានភ័ន្តច្រឡំការកោតសរសើរថាជាការស្រឡាញ់ប៉ុន្តែបន្ទាប់ពីស្គាល់អូនមកបងក៏បានយល់ច្បាស់ការឈឺចាប់ក្នុងចិត្តគឺជាការស្រឡាញ់ការប្រច័ណ្ឌគឺជាការស្រឡាញ់ភាពអាត្មានិយមនិងការបាត់បង់ការគ្រប់គ្រងក៏សុទ្ធតែជាការស្រឡាញ់ស៊ឺជានេះចំពោះអូនបងពិតជាស្រឡាញ់ខ្លាំងណាស់មែនឬប៉ុន្តែហេតុអ្វីបានជាអូនអ្នកដែលរអ៊ូថាអូនធ្វើម្ហូបមិនឆ្ងាញ់គឺបងពេលដែលអូនរលូតកូនអ្នកដែលមិនខ្វល់ខ្វាយពីអូនក៏ជាបងក្នុងថ្ងៃពិធីបញ្ចប់ការសិក្សាអ្នកដែលទុកអូនចោលនៅផ្ទះហើយទៅឡើងឆាកជាមួយបេយិនវាមិនមែនបែបហ្នឹងទេអ្នកម៉ាក់វងទៅថ្ងៃមុខមិនអនុញ្ញាតឲ្យលោកស្រីចូលចង្ក្រានដោយបើគាត់មានរបួសត្រង់ណាទៀតខ្ញុំមិនលើកលែងឲ្យទេបាទចាសោះយករបស់នេះឲ្យគាត់ទៅឥឡូវនេះកូនរបស់យានេះបាត់បង់ហើយរឿងរៀបការកូនអាចពិចារណាម្ដងទៀតបានម៉ាក់ពីមុនខ្ញុំរៀបការជាមួយនាងដោយសារតែការទទួលប៉ុន្តែឥឡូវនេះមិនមែនទេគឺខ្ញុំស្រឡាញ់នាងលោកអគ្គនាយកឆេតើលោកមិនបានបដិសេធការអញ្ជើញរបស់សាលាទេហេតុអ្វីបានជាស្រាប់តែឲ្យពួកយើងរៀបចំសន្ទរកនាងធ្លាប់និយាយថានាងចូលចិត្តមើលបងបញ្ចេញពន្លឺជាតិមុនបងពិតជាមិនដឹងពីរបៀបស្រឡាញ់ប៉ុន្តែអ្វីដែលសំណាងបំផុតនោះគឺព្រះជាម្ចាស់ដូច្នេះលើកនេះបងប្រកាសជានឹងស្រឡាញ់អូនឲ្យបានច្រើនជាងមុនទ្វេដងស៊ឺជានេះផ្ដល់ឱកាសឲ្យបងម្ដងទៀតបានទេតាមពិតទៅការនៅភ្នំឈឿងសេអូនធ្លាប់មានអារម្មណ៍ភ័យខ្លាចខ្លាចអ្វីខ្លាចបាត់បង់បង
ញ៉ាំស៊ុបពើៗទៅ